សូមជូនរឿងខ្មោចយក្សនិងក្មេងតូចអានិសង្សនៃការរំលឹកនូវពុទ្ធគុណក្នុងពុទ្ធសម័យមានបុរសសមាទិដ្ឋិម្នាក់រកស៊ីកាប់អុសលោកថ្ងៃមួយបាននាំកូនតូចទៅកាប់អុសជាមួយផងដល់ពេលល្ងាចបានអុសពេញរទេះហើយក៏នាំកូនបរមកផ្ទះដល់ចិត្តនគរបានដោះគូលែងឲ្យស៊ីស្មៅហើយនាំកូនដេកលេងលើដីខ្ពស់ក្បែររទេះឯគូដឹងថាពេលល្ងាចហើយក៏នាំគ្នាដើរចូលទៅក្នុងនគរបុរសនោះដល់ពេលមកផ្ទះរកគូមិនឃើញក៏ឲ្យកូននៅចាំរទេះហើយដើរចូលទៅរកគូក្នុងនគរពួកទ្វារបាលកាលបើដល់ពេលហើយក៏បិទទ្វារនគរទៅបុរសនោះពុំអាចចេញមកជួបនឹងកូនបានឡើយវេលាយប់នោះមានខ្មោចយក្សពីររូបមួយរូបជាសមាទិដ្ឋិមួយរូបជាមិច្ឆាទិដ្ឋិជាសម្លាញ់នឹងគ្នានាំគ្នាទៅរកចំណីអាហារក៏បានឃើញក្មេងតូចដេកនៅក្រោមរទេះខ្មោចយក្សមិច្ឆាទិដ្ឋិនិយាយថាអញចាប់កុមារនេះស៊ីឥឡូវនេះខ្មោចយក្សសមាទិដ្ឋិនិយាយខត់ថាកុំអ្នកមិនត្រូវធ្វើយ៉ាងនេះទេព្រោះកុមារនេះតែងតែរំលឹកដល់គុណព្រះពុទ្ធថានមោពុទ្ធាស័កដូច្នេះរាល់ពេលវេលាពុំដែលដាច់ខ្មោចយក្សមិច្ឆាទិដ្ឋិមិនស្ដាប់ស្ទុះទៅចាប់បំរុងបរិភោគកុមារភ្ញាក់ឡើងផ្លាត់មាត់ស្រែកថានមោពុទ្ធាស័កនមោពុទ្ធាស័កញាប់មាត់ដោយពពចរិតដែលខ្លួនធ្លាប់សន្សំមកយូរហើយខ្មោចយក្សមិច្ឆាទិដ្ឋិគ្រាន់តែឮនមោពុទ្ធាស័កដូច្នោះក៏ភិតភ័យតក់ស្លុតលែងកុមារនោះទៅវិញហើយថយមកឈរនៅក្នុងទីឆ្ងាយកាលនោះខ្មោចយក្សសមាទិដ្ឋិនិយាយបំភ័យថាអំពើដែលអ្នកធ្វើនេះមានទោសធំណាស់ហាក់ដូចជាប្រមាថមើលងាយព្រះពុទ្ធអ្នកឯងត្រូវទទួលទណ្ឌកម្មទើបរួចទោសគឺអ្នកឯងត្រូវទៅរកអាហារមកឲ្យកុមារនេះបរិភោគឲ្យបានឆ្អែតស្កប់ស្កល់ទើបបានខ្មោចយក្សមិច្ឆាទិដ្ឋិទទួលព្រមធ្វើតាមទើបនិយាយផ្ដាំនឹងសម្លាញ់ថាបើខ្ញុំទៅរកអាហារមិនទាន់ត្រឡប់មកដរាបណាអ្នកត្រូវរងចាំខ្ញុំដល់ដរាបនោះផ្ដាំហើយក៏ចូលទៅក្នុងនគរដើរទៅរកអាហារទៅដល់ព្រះរាជដំណាក់បានប្រទះឃើញភីកមាសធំមួយដែលពេញដោយអាហារមានរសជាតិឆ្ងាញ់អាហារនោះជាព្រះស្ងោយសម្រាប់ព្រះបាទអាជាសត្រូវក៏យកទាំងភីកមកឲ្យកុមារបរិភោគមកចិត្តដល់បាននិមិត្តខ្លួនដូចជាបិតារបស់កុមារចាត់ចែងឲ្យកុមារបរិភោគដរាបដល់ឆ្អែតហើយសរសេរអក្សរភ្ជាប់នឹងភីកមាសថាពាក្យថាពុទ្ធាំងគឺកុមារកូនបរោះអ្នកលោកអុសបានពោលហើយសេចក្តីព្យាយាមនេះគឺខ្ញុំបានធ្វើឲ្យជាទណ្ឌកម្មហើយអតិដ្ឋានអក្សរនោះឲ្យបានស្ដេចទតកំខានធ្វើដូច្នេះហើយខ្មោចយក្សទាំងពីរក៏បបួលគ្នាជិះចេញពីទីនោះទៅវេលាព្រឹកឡើងដល់ពេលព្រះមហាក្សត្រនឹងសោយព្រះស្ងោយពួកព្រះរាជបម្រើរកភេកនោះពុំឃើញឡើយក៏ឡាហល់ក៏កើតឡើងក្នុងព្រះរាជដំណាក់ទើបព្រះមហាក្សត្រចាត់រាជបរោះឲ្យស៊ើបដំណឹងរករាជបរោះបានទៅរកឃើញនៅក្នុងរទេះរបស់អ្នកលោកអុសនោះក៏ចាប់កុមារដែលនៅចាំរទេះយកទៅថ្វាយស្ដេចពេលនោះព្រះមហាក្សត្របានទតឃើញអក្សរដែលខ្មោចយក្សសរសេរភ្ជាប់នឹងភេកមាសនោះហើយក៏មានប្រតិសោមនស្សជ្រះថ្លាចំពោះកុមារបានបរិជ្ជទានទីជាសិទ្ធិដល់កុមារនោះរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ